រៀបសួរប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនាងខ្ញុំនឹងអាននៅប្រជុំរឿងព្រេងខ្មែរភាគ1ដែលរៀបរៀងដោយក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៅក្នុងគ្រិស្តសករាជឆ្នាំ2003សុភាសិតខ្មែរថាលមបឥតខ្មាស់វិនិច្ឆ័យច្បាប់រឿងមនុស្ស2នាក់នៅជិតផ្ទះគ្នាកាលពីព្រេងនាយមានមនុស្ស2នាក់នៅជិតផ្ទះគ្នាថ្ងៃមួយចៅទាំងពីរនោះបបួលគ្នាទៅដាក់អន្ទាក់សត្វបបួលគ្នាហើយដល់ថ្ងៃរសៀលកងភ្នំក៏នាំគ្នាដើរចេញទៅលុះដល់ព្រៃជាកន្លែងដាក់អន្ទាក់អ្នកមួយថាខ្ញុំនឹងដាក់អន្ទាក់នៅគល់ឈើនេះត្បិតឈើនេះមានផ្លែយប់សត្វចំណាំតែមកស៊ីផ្លែនេះអ្នកមួយឆ្លើយថាខ្ញុំក៏ចង់ដាក់អន្ទាក់នៅកន្លែងនឹងដែរតែឥឡូវនេះបើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើរួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សម្ដឹងនិយាយគ្នាហើយម្នាក់ដាក់នៅគល់ឈើម្នាក់ដាក់នៅចុងឈើស្រេចហើយវិលមកផ្ទះវិញលាគ្នាទៅផ្ទះដោយខ្លួនឯអ្នកដាក់អន្ទាក់នៅចុងឈើនោះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីអ្នកប្តីប្រពន្ធថាតាំងពីដូនពីតាមកមិនដែលឮថាអ្នកឯណាដាក់អន្ទាក់នៅចុងឈើឲ្យជាប់សត្វជើង4ដែលដើរនៅដីនោះទេឥឡូវនេះអញដាក់អន្ទាក់នៅលើចុងឈើតើធ្វើដូចម្ដេចនឹងបានសត្វដូច្នេះអញត្រូវរលឹកពីមាន់រងាវទៅមើលបើឃើញសត្វជាប់អន្ទាក់គេនៅដីអញនឹងដោះទៅចងអន្ទាក់អញនៅឯចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយគ្នាជាមួយអ្នកនោះហើយអញដោះសត្វទៅជូនលោកសុភាសេកបើវាមិនសុខចិត្តដូចម្ដេចមុខនឹងកើតគង់តែទៅដល់សុភាសេកមិនខានសុភាសេកនឹងកាត់ក្តីឲ្យវាចាញ់អញជាប្រកបប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មាន់រងាវរលឹកពីដេកលបមកស៊ីស្លាហើយចេញពីផ្ទះដើរទៅដល់អន្ទាក់បានឃើញអន្ទាក់ជាប់ក្តាន់មួយក៏ដោះយកឡើងទៅចងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញលុះព្រឹកប្រហៀមស្រាងឡើងអ្នកមួយដែលជាប់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់អ្នកមួយឆ្លើយកុំរលេះររាំងថ្វីអន្ទាក់ខ្ញុំមិនសង្ឃឹមទេត្បិតនៅចុងឈើក្រែងតែអន្ទាក់អ្នកនៅនឹងដីនោះមិនហ៊ានថាបើបានចែកគ្នាស៊ីផងពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយត្បិតដឹងការជាមុនអ្នកទាំងពីរនិយាយគ្នាហើយចុះពីផ្ទះដើរចេញទៅលុះដើរទៅដល់អន្ទាក់មិនឃើញជាប់សត្វនៅនឹងដីឃើញជាប់តែនៅចុងឈើវិញចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើណមើលចុះមិនជឿខ្ញុំថាកុំឲ្យដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវមើលរបស់អ្នកណាជាប់ហើយឡើងទៅដោះយកចុះមកនាំគ្នាវិលមកផ្ទះវិញក៏លាគ្នាទៅផ្ទះដោយខ្លួនទៅឯចៅបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថាខ្ញុំហើយនឹងចៅមួយនោះទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅចុងឈើអ្នកមួយនោះដាក់នៅគល់ឈើខ្ញុំនេះជាមនុស្សវិក្តីនេះគង់តែមកដល់លោកដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យខ្ញុំឈ្នះវាចោះខ្ញុំនឹងដឹងគុណលោកនៅថ្ងៃខាងមុខសុភាសេកបានសាច់ក្តាន់ហើយឆ្លើយថាឯងទៅរកស្លារកម្លូមកឲ្យឆាប់ឲ្យតាន់ព្រឹកនេះបើវាមកប្តឹងអញបង្គាប់ឲ្យវាទៅអញ្ចឹងដែរបើវាមកមិនតាន់អញនឹងកាត់សេចក្តីឲ្យវាចាញ់បានងាយឯងប្រញាប់ទៅចុះឯអ្នកដាក់អន្ទាក់នៅគល់ឈើលុះវិលមកផ្ទះវិញហើយដកដង្ហើមតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកសុភាសេកក៏បង្គាប់សេចក្តីដោយបង្គាប់ចៅមុនលុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅចុងឈើក៏យកអីវ៉ាន់ទៅដល់មុនឯអ្នកដែលដាក់អន្ទាក់នៅលើដីដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាកដើររកទិញអីវ៉ាន់ពុំតាន់ហើយក្រែងខ្លួនចាញ់គេហើយជាប់ទោសផងក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឹងសុភាទុនសាយសុភាទុនសាយសួរថាមានដំណើរអីបានជារត់ដូច្នេះឈប់សិនចៅនោះឆ្លើយថាលោកអើយអាណិតដោះទុកខ្ញុំផងត្បិតខ្ញុំនិងអ្នកមួយទៀតបានទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅគល់ឈើគេដាក់នៅចុងឈើព្រឹកឡើងពុំឃើញអន្ទាក់នៅនឹងដីជាប់សัตว์ឃើញអន្ទាក់នៅលើចុងឈើជាប់ក្តាន់មួយខ្ញុំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកសុភាសេកគេថាអ្នកណាដើរទៅរកអីវ៉ាន់ទៅដល់មុនអ្នកនោះឈ្នះហេតុនេះបានជាខ្ញុំភ័យ
ឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផងសុភាទុនសាយឆ្លើយថាណាហើយកុំភ័យចាំរសៀលខ្ញុំនឹងនាំទៅចៅនោះក៏អលូករសៀលសុភាទុនសាយនាំទៅដល់ផ្ទះសុភាសេកស្រែកសួរថាដូចម្ដេចបានជាយូរម្លេះចាញ់សេចក្តីគេហើយសុភាទុនសាយឆ្លើយថាយើងខ្ញុំបានជាយូរនេះពីព្រោះអាឡ័យតែចាំមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិលសុភាសេកថាពីដូនពីតាមកគ្មាននរណាដែលឃើញដែលឮថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេសុភាទុនសាយឆ្លើយថាពីដូនពីតាពីម៉ែពីឪបង្កើតមកនរណាដែលឃើញដែលឮថាអន្ទាក់នៅដីមិនជាប់សัตว์ទៅជាប់អន្ទាក់នៅលើចុងឈើវិញហើយសัตว์ជើង4ផងដែលឮទេអស់លោកអ្នកស្រុកខណៈនោះសុភាសេកនៅស្ងៀមពុំហ៊ានស្ដីតបឡើយសុភាទុនសាយក៏កាត់សេចក្តីឲ្យចៅដែលជាប់អន្ទាក់នៅដីឈ្នះឯសុភាសេកដែលអង្គុយធ្វើសុភានោះក៏ខ្មាស់គេដោយសារខ្លួនល្មមស៊ីចំនួនក្តាន់ក៏ស្ងៀមបែរមុខទប់ជញ្ជាំងដូចឆ្មាលោកកណ្ដុរ